សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃសុក្រជាថ្ងៃក្រោយថ្ងៃឈប់សម្រាកបាទបុណ្យអុំទូកអំបុកសំពះប្រាក់ខែឆ្នាំ2025សង្ឃឹមថាបងប្អូនទាំងអស់គ្នាបាទរីករាយថ្ងៃឈប់សម្រាកខ្ញុំបានសង្កេតឃើញលើទំព័រ Facebook មួយបានបង្ហោះផ្សាយថាមន្ទីរពេទ្យគន្ធបុប្ផាទទួលកុមារបាទជារៀងរាល់ថ្ងៃរាប់ពាន់នាក់ដែលទៅសម្រាប់ព្យាបាលនឹកឃើញដល់មន្ទីរពេទ្យគន្ធបុប្ផាខ្ញុំនឹកឃើញទឹកចិត្តដែលចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផាឲ្យដំណើរការបានរហូតមកដល់សប្តាហ៍ថ្ងៃអតីតវិជ្ជបណ្ឌិត B.R. Richner ដែលលោកបានមរណភាពទៅហើយតាំងពីឆ្នាំ2018ខ្ញុំនឹកឃើញថាជាជនជាតិបរទេសម្នាក់ហើយលះបង់ធនធានទ្រព្យសម្បត្តិកម្លាំងកាយបញ្ញាស្មារតីមកលះបង់នៅប្រទេសកម្ពុជារបស់យើងជួយកុមារប្រទេសកម្ពុជាយើងយ៉ាងច្រើនឲ្យបានបាទជាសះស្បើយពីជំងឺកាចជាច្រើនហើយមន្ទីរពេទ្យគន្ធបុប្ផាបានឈរជើងយ៉ាងរឹងមាំរហូតមកដល់សប្តាហ៍ថ្ងៃនេះក៏ជាចំណែកមួយនៃការលះបង់ដ៏ធំធេងក្នុងនាមចិត្តជាអ្នកជួយសង្គ្រោះរបស់លោកវិជ្ជបណ្ឌិតផងដែរហើយសប្តាហ៍ថ្ងៃនេះដើម្បីបន្តបេសកកម្មបាទមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលកុមារដោយឥតគិតប្រាក់រដ្ឋាភិបាលខិតខំប្រមូលនៅមូលនិធិគន្ធបុប្ផាជារៀងរាល់ថ្ងៃផងដែរចឹងហើយបងប្អូនទោះជាយើងមានធនធានតិចក្តីច្រើនក្តីក៏អាចនឹងធ្វើការបរិច្ចាគតាមលទ្ធភាពនៅក្នុងបេសកកម្មរបស់ខ្ញុំមួយនៅក្នុងការអប់រំរបស់កុមារខ្ញុំក៏បានដាក់ពាក្យស្លោកមួយនៅក្នុងនោះដែរគឺសប្បុរសធម៌ចឹងការលះបង់ជួយអ្នកដទៃគឺជារឿងមួយដែលល្អប្រសើរខ្លាំងណាស់យើងកើតមកជាមនុស្សម្នាក់គឺអាចជួយខ្លួនឯងផងហើយក៏អាចជួយទៅដល់អ្នកដទៃជុំវិញខ្លួននេះជាបេសកកម្មមួយរបស់ខ្ញុំដែរមិនតែខ្លួនឯងហើយក៏ប្រមូលអ្នកដទៃឲ្យមានចិត្តសប្បុរសធម៌ផងដែរសង្គមជាតិយើងបើសិនជាមានមនុស្សដែលមានទឹកចិត្តចែករំលែកដល់អ្នកដទៃកាន់តែច្រើនបាទយើងឃើញថាសង្គមជាតិនឹងរីកចម្រើនផងដែរជាពិសេសគឺនៅក្នុងជួរនៃបាទអ្នកកាន់ការងារជាតិបាទមន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់បើសិនជាមានមន្ត្រីល្អតែ50%ក៏សង្គមយើងនឹងគេថាបាទរីកលូតលាស់រីកចម្រើនលឿនបាទជាងការរំពឹងទុកនឹងគឺថារាប់រយដងជាក់ស្ដែងក៏យើងឃើញមានមន្ត្រីល្អជាច្រើនដែលខិតខំចេញធ្វើសកម្មភាពប៉ុន្តែវានៅមានកម្រិតតិចណាបងប្អូនបាទត្រឡប់ទៅដល់ផ្នែកវិស័យឯកជនក៏ដូចគ្នាដែរវាជាពិសេសគឺសរសើរដល់ទៅបងប្អូនដែលជាបាទអ្នកព្រួយផ្ដើមគំនិតជួយដល់កុមារដូចជាក្រុមអង្គការសប្បុរសធម៌ផ្សេងដែលជួយសង្គ្រោះបាទកុមារមានវិបត្តិកុមារដែលទីតក្របាទកុមារដែលគ្មានទីពឹងណាបងប្អូនបាទអង្គការមេឈើរបស់លោកផល្លាអីជាដើមគាត់បានចូលរួមចំណែកជួយទៅដល់មនុស្សម្នាច្រើនណាស់ខ្ញុំនៅតែមានក្តីរំភើបហើយមិនដឹងថាតើមានអីតបស្នងគុណទៅដល់ពួកគាត់ទេបើទំហំនៃការលះបង់ដែលជួយទៅដល់មនុស្សម្នាច្រើនណាមិនជារឿងដែលសាមញ្ញទេបងប្អូនបាទដូច្នេះអ្វីដែលខ្ញុំលើកទឹកចិត្តក៏ដូចជាសំណូមពរសូមឲ្យប្រជាពលរដ្ឋរបស់យើងនឹងបាទកុំអាត្មានិយមពេកជាពិសេសទៅមន្ទីរពេទ្យគន្ធបុប្ផាបើទោះជាមន្ទីរពេទ្យមិនត្រូវការប្រាក់កម្រៃពីបងប្អូនយ៉ាងហោចណាស់ក៏បងប្អូនអាចបាទលះបង់ប្រយោជន៍ខ្លួនឯងតិចតួចណាមួយបាទចូលរួមក្នុងមូលនិធិបាទចូលរួមក្នុងមូលនិធិគន្ធបុប្ផាដើម្បីបន្តបេសកកម្មជួយកុមារផ្សេងទៀតបាទកុមារកូនរបស់យើងកូនរបស់អ្នកដទៃគឺពួកគាត់អាចទៅទទួលបានសេវាដោយសមរម្យហើយបាទទទួលព្យាបាលជំងឺបានជាសះស្បើយល្អទៅទៀតបាទនេះជាចំណាប់អារម្មណ៍របស់ខ្ញុំទេបាទហើយមិនតែចំពោះមន្ទីរពេទ្យគន្ធបុប្ផាទេកិច្ចការសង្គមផ្សេងទៀតបងប្អូនត្រូវចាំថាយើងកើតមកគឺរស់នៅលើទឹកដីជាតិរបស់យើងហើយយើងត្រូវចូលរួមចំណែកនៅក្នុងការជួយទៅប្រទេសជាតិរបស់យើងតាមចំណែកណាមួយដែលយើងអាចធ្វើទៅបានបាទសូមអរគុណ